ភ្នំ5 350វិញជាប់ប្រាសាទតាកបីនេះថ្ងៃនេះគឺអ្វីដែលគួរឲ្យឈឺចាប់ហ្នឹងគឺរូបភាពរបស់លោកប៊ុនស៊ិនបាត់ខ្លាំងដែលយើងគិតថាគាត់រត្រែតគាត់ចូលនិវត្តន៍អីបាត់ហើយតាំងពីខែចុងខែកញ្ញាមកមិនចឹងហើយគាត់ចប់អាណត្តិគាត់ហើយប៉ុន្តែគាត់នៅតែមានឥទ្ធិពលជាទីប្រឹក្សារបស់ភូមិភាគ2ថ្ងៃនេះមកដុតធូបថ្វាយបង្គំនៅមុខប្រាសាទតាក្របីដែលក្រុមខ្លួនកន្ទុំកំពុងតែបំផ្លាញរៀបដល់ដីមកដុតធូបដើម្បីអីទទួលយកបដាសានៅពេលដែលអ្នកបំផ្លាញខ្ទេចខ្ទីប្រាង្គប្រាសាទហ្នឹងបើអ្នកគិតថាអានឹងជាប្រាសាទរបស់អ្នកដែរឬក៏យ៉ាងម៉េចហេតុអីបានបំផ្លាញវាហើយឥឡូវឃើញរូបថតគ្រប់គ្រងប្រាសាទតាកបីគឺទាហានថៃចូលពេញនៅក្នុងនឹងដោយលោកប៊ុនស៊ិនបាត់ខ្លាំងដែរអាកាលតុងជ័យមុនយើងដឹងហើយប្រទីនបតុងគ្នារដ្ឋាភិបាលមិនបានទាត់ចោលថាមកទេព្រោះវានៅប្រទីនបតុងគ្នាប៉ុន្តែម្ដងណាគឺរូបប៊ុនស៊ិនបាត់ខ្លាំងនឹងទាហានថៃជាច្រើនក្រុមចូលទៅដុតធូបដុតអីនៅក្នុងប្រាសាទតាកបីថ្មបាក់បែកខ្ទេចខ្ទីនៃប្រាសាទនឹងរាយប៉ាយពេញដីដែលគួរឲ្យស្រក់ទឹកភ្នែកប៉ុន្តែគេចាប់ផ្ដើមយកប្រាសាទនឹងបានគ្រប់គ្រងហើយគេថាយកភ្នំ350ដែលជាទីតាំងទួលខ្ពស់ដើម្បីការពារប្រាសាទតាកបីនឹងបានទៀតដោយសារតែគេអះអាងថាសាកសពទាហានថៃ2នាក់ដែលបាត់ខ្លួនឬក៏គេមិនអាចយកបានស្លាប់នៅសមរភូមិភ្នំ350ហ្នឹងគឺគេចាប់ផ្ដើមយកសាកសពនឹងយកទៅធ្វើបុណ្យតាមប្រពៃណីថៃអីចឹងទៅដូច្នេះរឿងនេះគឺថៃគឺគេថាគេគ្រប់គ្រងតំបន់ប្រាសាទតាកបីក៏បានច្រកអានសេះក៏បានផ្ទះ3ខ្នងហើយនឹងតំបន់ថ្មនៅថ្មដាខាងកម្ពុជាអត់មានសេចក្តីថ្លែងការណ៍ណាមួយប្រាប់ថាតំបន់ទាំងអស់នេះគឺជាព័ត៌មានមិនពិតទេអញ្ចឹងក្រសួងការពារជាតិរយៈពេល5ថ្ងៃចុងក្រោយនេះគឺមិនមាននិយាយអីទាំងអស់តាក់ទងនឹងការដែលថៃមានរូបថតឈូសឆាយក្នុងតំបន់ហ្នឹងគ្រាន់តែនិយាយតែឃ្លាមួយទេគឺអ្នកស្រីម៉ាលីសុជាតានិយាយរាល់ថ្ងៃគឺថាកងកម្លាំងកម្ពុជានៅតែអង់អាចក្លាហានតស៊ូស្វិតស្វាញឈរលើគោលដៅនឹងគ្រប់គ្រងទាំងស្រុងអីចឹងទៅប៉ុន្តែពាក្យក្រោយៗមកនេះលែងប្រើពាក្យថាឈរលើទីដៅគោលដៅទាំងស្រុងឯងគ្រាន់តែប្រើថាកំពុងតស៊ូស្វិតស្វាញប្រទីនបតុងជាមួយនឹងភាគីថៃអញ្ចឹងបានន័យថាមិនទាត់ចោលព័ត៌មានហ្នឹងគឺសារនេះហាក់បីដូចជាចង់បង្ហាញថាភាគីថៃអាចគ្រប់គ្រងនៅតំបន់ទាំងអស់នោះបានបងប្អូនកុំជឿថៃ 100% ដូចខ្ញុំជម្រាបអញ្ចឹងវាជាសង្គ្រាមចិត្តសាស្ត្រក៏ប៉ុន្តែនៅពេលដែលក្រសួងការពារជាតិដែលជាប្រព័ន្ធដែលប្រាប់យើងថាព្រោះយើងអត់ដឹងទៅយកព័ត៌មានមកពីណាទេគឺមានតែប្រព័ន្ធខាងរដ្ឋាភិបាលដែលយើងដឹងថាប្រព័ន្ធមានមួយចំនួនប្រជាពិធអីក៏ពិតមែនប៉ុន្តែនៅពេលនេះគឺមានតែក្រសួងការពារជាតិមួយគត់ដែលយើងអាចផ្ទៀងផ្ទាត់ព័ត៌មានក្រសួងការពារជាតិថៃដែលនិយាយអីពីរឿងគ្រប់គ្រងដែនអធិបតេយ្យរបស់កម្ពុជាប៉ុន្តែយើងអត់មានថាព័ត៌មាននឹងคล้ายៗដូច្នេះយើងនៅស្ងៀមជាងស្រដីមានន័យថាយើងទទួលស្គាល់ថាអាតំបន់ហ្នឹងគឺគេគ្រប់គ្រងបានមែនក៏ប៉ុន្តែយើងមិនហ៊ាននិយាយតែប៉ុណ្្នឹងទេដូច្នេះខ្ញុំនៅតែគិតថាថៃបាស់ជាអាចគ្រប់គ្រងតំបន់ទាំងអស់នោះបានហើយព្រោះអីវាគៀកណាស់ហើយទៅដល់ការជជែកគ្នានៅថ្ងៃច័ន្ទបងប្អូនមើលនៅតែបាំងតែមួយយប់ថ្ងៃអាទិត្យទៀតទៅមិនចឹងដូច្នេះការបាញ់ប្រហារឬក៏ផ្លោងគ្រាប់ចិញ្ជ្រុំទៀតហ្នឹងគឺនឹងខ្លាំងសន្ធាប់បន្តទៀតមួយយប់ពីរហ្នឹងទៀតដោយសារថៃយ៉ាងណាបើឈរជើងបាននៅតំបន់នោះគាត់ច្បាស់ជាខ្លាច BM21 របស់កម្ពុជាបាញ់ស្រោចទៅវិញហើយក៏ប៉ុន្តែគាត់នឹងមិនដកថយវិញទេគឺក្រាញនានាលនៅតទល់ហើយនឹងទម្លាក់ F16 ហ្នឹងកាន់តែច្រើនទៅទៀតដើម្បីអីទប់កម្លាំងកម្ពុជាកុំឲ្យដេញពួកគាត់ចេញពីដែនអធិបតេយ្យរបស់ខ្មែរវិញហើយទុកឲ្យគាត់ឈរជើងនៅណានៅហ្នឹងពេលដែលជជែករដ្ឋមន្ត្រីការបរទេសថៃនិងកម្ពុជានិងអាស៊ាននៅថ្ងៃច័ន្ទនិងថ្ងៃអង្គារពេលដែលព្រមគោរពតាមបទឈប់បាញ់ដែលមានស្រាប់គឺច្បាស់ណាស់គឺនឹងយកអ្វីដែលឈប់នៅណានៅហ្នឹងកុំសម្អោចក្នុងខោអញ្ចឹងបានន័យថាប្រាសាទតាកបីឬក៏ភ្នំ350ឬក៏តំបន់ដែលថៃកំពុងគ្រប់គ្រងឥឡូវនេះនឹងคล้ายទៅជាដែនអធិបតេយ្យរបស់ថៃដោយអ្វីដែលថៃធ្វើកាលពីថ្ងៃ24ដល់ថ្ងៃ28ដែរអានេះគឺជាការសន្និដ្ឋានរបស់ខ្ញុំឯងបងប្អូនប៉ុន្តែយើងមើលប្រមាត់ប្រតាំងពវៀនថៃឃើញដោយសារជាល្បិចស្មោកគ្រោកអញ្ចឹងមកអាយុហើយយើងមិនដឹងទេយើងដឹងគឺនឹងទៅផ្លូវហ្នឹងក៏ប៉ុន្តែឥឡូវតើយើងធ្វើយ៉ាងម៉េចបងប្អូនយើងនឹងទៅចរចាគេទេមិនអញ្ចឹងទៅជួបឲ្យកម្ពុជា 100% ទៅហើយអត់មានអីប្រកែកទេខ្ញុំអាណិតកម្ពុជាខ្លោចចិត្តដែរព្រោះអីយើងវាជាភាគីសុំសុខសុំសន្តិភាពតែយើងអត់ធ្មត់យូរពេកទៅគេវាយទូកសាច់ទៅតដៃបន្តិចគេដាក់4 10ដបងទៀតទៅយើងកាន់តែទ្រាំខ្លាំងទៀតយើងអាសូរកម្ពុជាដែរដែលអត់មាននរណាមកជួយឈឺឆ្អាលសោះព្រោះម្នាក់ឯងណាយើងដឹងហើយថាបើមានគេប៊ូលីបងធំគេមានកាអាញមកគេមានដបងផងគេមានស្បែកជើងម៉ៃហ្វកផងគេទាត់យើងផងធាក់យើងផងយើងងើបបន្តិចមកដើម្បីរងដើម្បីការពារយើងទៅឡើងមកដើម្បីកុំឲ្យគេវាយខ្លាំងពេកគេថែម4 10 20ជើងទៀតមកហើយអ្នកឈរមើលទាំងអស់គ្រាន់តែប្រាប់ថាអើយឈប់ទៅអីឈប់វាយគ្នាទៅតែអត់ព្រមចូលទៅចាប់ទៅធាក់ថៃពី3ជើងអីដើម្បីឲ្យដឹងថាណាធំជាងគេមិនក៏ចោលមកសៀតអញ្ចឹងមកវាយគេតូចតាចគ្នាអត់តដៃផងចាប់ផ្ដើមសម្អោយក្នុងថាអត់មានអ្នកណានិយាយអីទាំងអស់
បងប្អូនយើងទោះជាក្លាហានប៉ុណ្ណានៅពេលដែលគេទម្លាក់គ្រាប់ពីលើអាកាសតើយើងទៅស៊ូទ្រាំបានយ៉ាងដូចម្ដេចបើយើងមិនរកកន្លែងទីទួលលាក់ខ្លួនដើម្បីសន្សំជីវិតដើម្បីទៅវាយបកយកមកវិញនៅក្នុងពេលណាមួយតើយើងទៅក្រាញនានាជាមួយនឹងគ្រាប់ដែលអត់វិញ្ញាណនឹងបានទេបើថាថ្មើរជើងឡើងមកមួយវាយមួយគឺថាយើងក្រាបយើងលុតយើងកិច្ចយើងអីយើងដឹងព្រោះមនុស្សទល់មនុស្សខ្លាចដូចគ្នាទេឬក៏ស៊ូដូចគ្នាទេប៉ុន្តែដល់ពេលគ្រាប់ធ្លាក់ពីលើអាកាសនេះចិញ្ជ្រុំបែបនេះខ្ទេចប្រសាទយើងអស់ហើយហ្នឹងប្រាសាទតាក្របីរៀបដល់ដីហើយបើសិនជាយើងជាទាហានខ្មែរដែលមានលេនដ្ឋាននៅប្រាសាទហ្នឹងបើសិនជាយើងមិនកិច្ចចេញពីប្រាសាទហ្នឹងសិនក៏នៅកប់នឹងស្លាប់នៅនឹងដែរព្រោះអីគេបាញ់ខ្ទេចប្រាសាទអស់ហើយហ្នឹងដូច្នេះវាអត់មានភ្ញាក់ផ្អើលអីទេបើសិនជារឿងហ្នឹងវាជារឿងពិតគ្រាន់តែថារឿងដែលមួយគឺខាងក្រសួងយើងអត់ទាន់បានរាយការណ៍មកថាថៃបានគ្រប់គ្រងមករយៈពេលឥឡូវយើងរុញទៅវិញអីយ៉ាងណាទេគ្រាន់តែថាប្រាសាទខ្ទេចខ្ទីអស់ហើយទាហានរបស់យើងនៅជួរមុខរងគ្រាប់ផ្លោងរបស់ថៃជាពិសេសគឺ F16 នឹងយ៉ាងសន្ធាប់ណាស់ដែលខ្ញុំមានការអាណិតអាសូរបងប្អូនទាហានជួរមុខយើងមែនតើនៅតែបន់ស្រន់ឲ្យវត្ថុស័ក្តិសិទ្ធិនៅក្នុងលោកទេវតារក្សាទ្វីបលោកជាពិសេសបុព្វបុរសពលឹងដូនតាខ្មែរស្ដេចជំនាន់ណាក៏ដោយអ្នកដែលការពារព្រឹកព្រៃប្រាំងប្រាសាទខ្មែរនឹងជួយថែទាំការពារអាយុជីវិតបងប្អូនទាហានជួរមុខយើងផងព្រោះអីសង្គ្រាមលើកនេះជាមួយថៃនេះគឺជាសង្គ្រាមដ៏មហាអយុត្តិធម៌សម្រាប់ទាហានយើងណាដោយសារអីគេប្រើគេហៅថាល្បិចពឹសពលច្រើនពេកផ្សែងពលផង drone ផង F16 ផង Gripen Fighter Jets ផងគ្រាប់បែកចង្កោមផងគ្រប់បែបយ៉ាងដែលជារឿងមួយដែលអកុសលដោយថាអានេះបើសិនជាយើងដូចឡើងវាយបុកអីចឹងបងប្អូនគឺគេឲ្យយើងពាក់កង់ធម្មតាបច្ចេកទេសថៃមានដាវសាមរ័យផងមានកបិតស្នៀតផងមានស្នាប់ដៃផងដោះកង់ចោលហើយដូចថាមកវាយគ្នាអញ្ចឹងបងប្អូនសាកគិតមើលថាវាអយុត្តិធម៌ប៉ុណ្ណាហើយអាញាកណ្ដាលទាំងអស់នៅក្នុងហ្នឹងអត់មានមើលឃើញថាថៃខុសសោះរឿងនេះហើយដែលជារឿងដែលឈឺចាប់ពិភពលោកអត់មានអ្នកណាមួយថ្កោលទោសថៃសោះមកដល់ម៉ោងនេះអត់អាលីងអយុត្តិធម៌សម្រាប់ខ្មែរមែនតើដែលយើងគិតទៅគឺថាចុះហេតុអីបានជាតិយើងអភ័ព្វយ៉ាងនេះយើងចេះតែរនឹកមិនឃើញថាយ៉ាងហោចណាស់ក៏មានប្រទេសណាមួយដែលជាមិត្តរបស់យើងជាអ្នកស្លាប់រស់ជាមួយយើងក៏ចេញសេចក្តីថ្លែងការណ៍ណាមួយនៅជាមួយយើងបានមួយផ្លែតដែរថ្កោលទោសថៃស្នើឲ្យថៃធ្វើនេះតែអត់ទេសារណាក៏សូមឲ្យភាគីទាំងពីរឈប់បាញ់ហើយថៃបាញ់មុនស្នើឲ្យភាគីទាំងពីរឈប់បាញ់វាអត់យល់ចង់និយាយថាយើងត្រូវតែចាប់ផ្ដើមហ៊ានថ្កោលទោសថៃហើយបើអត់ហ៊ានថ្កោលទោសថៃតើពិភពលោកមើលមកឃើញថាខ្មែរទៅជាអ្នកនាំអាតទៅវិញព្រោះវាអត់មានរឿងអីដែលត្រូវខ្មែរចាប់ផ្ដើមមុនយើងមើលយោធាខ្មែរហើយយោធាថៃមើលបងប្អូនយើងថាតែប្រៀបធៀបយោធាយើងមើលងាយយោធាយើងហើយអត់ទេយើងត្រូវនិយាយការពិតយោធាថៃមានគ្រឿងសព្វាវុធគេទាំងអវកាសទាំងអីទ័ពគេនឹងក៏ច្រើនសន្ធឹកយន្តហោះប្រដេញយន្តហោះអីគេមានច្រើនយើងអត់មានទេទ័ពយើងក៏តិចជាងគេច្រើនថវិកាជាតិគេជួយផ្នែកយោធាក៏ច្រើននិយាយទៅគឺគេជាមហាអំណាចមួយផ្នែកយោធាដែរនៅក្នុងតំបន់លេខប្រមាណហើយនៅក្នុងយើងនេះដូច90គេនឹងយោធាថៃនឹងដូចជាចំណាត់ថ្នាក់ខ្ពស់ជាងយើងឆ្ងាយយើងនៅបាតតារាងហើយបើសិនជាមើលតួលេខហ្នឹងក៏យើងអាចដឹងថាទាហានខ្មែរឯណាទៅវាយគេមុននៅពេលដែលយើងដឹងថាយើងទៅមិនដល់កម្លាំងគេតើយើងទៅវាយគេកើតទេយើងចាត់សឿងបេះដូងធំហើយប៉ុន្តែបើយើងវាយគេមួយដៃគេដាក់មកយើង4 5ជើងបាក់ថ្មិញអស់ពីមាត់អីវិញតើយើងដឹងថាយើងចង់សាកអញ្ចឹងវាអត់មានទេហើយមួយយ៉ាងវាអត់ត្រូវការវាយគេទៅទៀតយើងគ្រាន់តែខែងរ៉ៃនៅក្នុងនៃការពារដែនអធិបតេយ្យរបស់យើងបើគេចូលមកដល់វាយដល់ក្នុងផ្ទះហើយយើងត្រូវតដៃខ្លះអាហ្នឹងគឺជារឿងត្រឹមត្រូវស័ក្តិសមសម្រាប់ខ្មែរតែប៉ុន្តែចូលទៅដីគេទៅវាយគេវាអត់មានហើយពិភពលោកហ្នឹងមើលអត់ឃើញសោះហេតុអីបានគេមើលអត់ឃើញបងប្អូនមកពីយើងខូចពីយូរហើយខ្ញុំនិយាយម្ដងទៀតយើងបង្កើតឲ្យមានគេឈ្មោះអាសោចលើឆាកអន្តរជាតិថាយើងជាមនុស្សខូចហើយអានេះគឺតែនិយាយទៅវាឈឺចាប់បងប្អូនតែនិយាយទៅថាកាន់ជើងថៃខ្ញុំអត់កាន់ជើងថៃទេខ្ញុំនិយាយពីតថភាពជាក់ស្ដែងយើងនៅពេលដែលគេរករឿងយើងពីរឿងរំលោភសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យធ្វើទុកបុកម្នេញខ្មែរគ្នាឯងយើងទៅទាត់ចោលទាំងអស់អង្គការពិភពលោកណាក៏សុទ្ធតែនយោបាយបពប្រឆាំងចូលដៃជាមួយបរទេសកម្ពុជាជានីតិរដ្ឋច្បាស់លាស់ 100% ប្រទេសយើងគឺថាកោះសន្តិភាពមានសិទ្ធិមនុស្សគឺសបោសបាយគឺអង្គការស្ថាប័នព័ត៌មានរាប់ពាន់រាប់ម៉ឺនទូរទស្សន៍វិទ្យុគេបើកភ្លើងភ្លឺទល់ភ្លឺគឺធ្វើដំណើរទៅណាគ្មានណារករឿងណាការ៉ាអូខេជាមួយស្រីស្នេហ៍ណាក៏បានដែរគ្មានណាគេរករឿងអីសោះសិទ្ធិសេរីភាពឯណាទៅរកបានដោយប្រទេសកម្ពុជាយើងនិយាយចឹងឲ្យតែគេរករឿងយើងរឿងធ្វើទុកបុកម្នេញគឺយើងយកតែរឿងចឹងមកនិយាយទៅហើយអត់ដែលទទួលស្គាល់សូម្បីតែម្ដងគេនិយាយអីក៏អត់ដែលទទួលស្គាល់ដែរគេថារំលោភសិទ្ធិមនុស្សហើយណាស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញយើងថាអត់មានរំលោភសិទ្ធិមនុស្សអីផងគេធ្វើតាមតែរដ្ឋធម្មនុញ្ញ5ឆ្នាំបោះឆ្នោតម្ដងបោះឆ្នោតមានគណៈបកនយោបាយចម្រុះ
អត់តែគណៈបកប្រឆាំង2 3ហ្នឹងងាប់មែនដូចទេនិយាយទៅប្រាប់គេថាអញ្ចឹងហ៎ស្អីទៀតមក EBA គេប្រាប់ណាកុំមករំលោភសិទ្ធិកម្មករអីប្រយ័ត្នគេដាក់ទណ្ឌកម្មគេពុំមានមួយឆ្នាំមុនអត់ស្ដាប់ចង់ដាក់ 100% ក៏បាននេះកុំថាឡើយដក 20% ដល់គេដាក់ 20% មកនៅតែចង់អត់កាយទៀតទៅអញ្ចឹងទៀតទៅគេឡើងស្ដាប់គេឡើងជឿគេឡើងអីយើងទាំងអស់ឲ្យដល់ពេលប្រព័ន្ធដឹកនាំរដ្ឋបែបហ្នឹងវាធ្វើឲ្យមានអំពើពុករលួយមានអំពើជួញដូរឆោបបោកអនឡាញខូចកិត្តិយសខូចគេឈ្មោះយើងហ្នឹងលើសកលលោកទៀតអញ្ចឹងគេថាប្រាប់ឲ្យអត់ជឿអត់ស្ដាប់ដោយសារអីស្ថានភាពបែបហ្នឹងវាអត់មានគណៈបកប្រឆាំងអីជួយទប់ជួយអីជាសេះលែងដៃអញ្ញាតែបកពួកគ្នាឯងទៅប្រទេសយើងខ្លាយទៅជាប្រទេសឯកោយើងទៅអោបចិនចុះសហគមន៍អន្តរជាតិគេអត់មានបានតម្លៃអីពីយើងតតែសោះហេតុអីបានយើងទម្លាក់តម្លៃខ្លួនគេចាយលុយអស់ $2000 លានយកអ៊ុនតាក់មកដើម្បីរៀបចំការបោះឆ្នោតឲ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីគេសង្ឃឹម 100% ថាកម្ពុជានឹងបានស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឲ្យប្រជាពលរដ្ឋមានសេរីភាពឈប់ជួបអាចទូរភិក្សឬក៏គ្រោះរំលោភសិទ្ធិមនុស្សព្រោះឆ្អែតឲ្យសង្គ្រាមរាប់ឆ្នាំហើយយើងចាប់ផ្ដើមច្បោលយើងធ្វើបានល្អដល់ឆ្នាំ2017រំលាយគណៈបកសង្គ្រោះជាតិចោលរំលាយខ្ទេចខ្ទីដេញអង្គការសង្គមស៊ីវិលដេញកសែតដេញអីចោលទាំងអស់ចាប់អ្នកដាក់គុកណានិយាយអីក៏ជាប់គុកដែរហើយដល់តែពេលអញ្ចឹងយើងគិតថាគ្រាន់បើព្រួបអាងចិនហើយសហគមន៍អន្តរជាតិគេកាន់តែឆ្ងាយទៅគេចេះអាសូរដែរថាចុះហេតុអីបានខ្មែរយើងទៅជាអញ្ចឹងគេខំជួយលុយគេខំជួយអីទំនុកបំរុងយើងសពបែបយ៉ាងដើម្បីឲ្យយើងមានភាពខៃរែងមានប្រជាធិបតេយ្យមានអីអង្គគេទៅអភិវឌ្ឍប្រទេសជាតិឲ្យរឿងគ្រាន់បើដល់ពេលហើយយើងបំផ្លាញវាចោលអស់យើងបាត់សេចក្តីទុកចិត្តអាហ្នឹងដូចក្មេងមួយនៅក្នុងរឿងប្រឡោមលោករឿងនិទានដែលគេនិយាយអាក្មេងមួយដែលទៅខ្វៀលជាមអាយប់ឡើងសបាយហ្នឹងគឺនាំទៅស្រែកប្រាប់ថាអូយអ្នកស្រុកឲ្យជួយខ្ញុំផងឆ្កែចចកមកស៊ីជាមខ្ញុំអស់ហើយគេមកពេញភូមិមកដល់វាធ្វើអេសម៉េះអញ្ចឹងគេថាអត់មានស្រែកចកផងនិយាយលេងដល់អញ្ចឹងអ្នកស្រុកគេខំយកអាភ្លើងគប់ភ្លើងអីស្អីមកហ្នឹងដើម្បីរត់ចោលឆ្នាំងចោលចានហ្នឹងដើម្បីមកជួយលើកក្រោយម្ដងទៀតថាអញ្ចឹងទៀតដល់ពេលលើកក្រោយទៀតតែថាលេងរហូតអញ្ចឹងទៅឆ្កែចកអត់មានដល់ពេលថ្ងៃក្រោយឆ្កែចកមកមែនតើស្រែកហៅអ្នកស្រុកអត់មានណាមកមួយចកស៊ីអស់លីងសัตว์ប្រពែសัตว์ជាអីហ្នឹងអាហ្នឹងគឺយើងកំពុងតែធ្វើអញ្ចឹងបានតែថាយើងពិបាកហើយខ្ញុំចិត្តថាយើងត្រូវធ្វើឲ្យយើងខ្លាំងឡើងវិញបងប្អូននៅក្នុងនាមជាជាតិសាសន៍យើងកុំមើលរំលងណាតិចតួចហ្នឹងជួនកាលយើងដើម្បីបំផ្លាញខ្មែរគ្នាឯងយើងឃើញតែធ្វើបានប៉ុន្តែដល់តែពេលយើងត្រូវការពឹងអ្នកដទៃបរទេសឲ្យជួយបរទេសគេប្រលេះដៃយើងចោលទៀតឯណាអ្នកណាដែលស្រឡាញ់ខ្មែរជាងខ្មែរឥឡូវយើងស្រែករកខ្មែរគ្នាឯងមកជួយសតតែជនរងគ្រោះទាំងអស់យើងត្រូវការពឹងឲ្យគ្នាជួយមកកម្លាំងរួមគ្នាសតតែជនរងគ្រោះទាំងអស់ជាប់គុកចង់ជាប់ពិបាករត់ចោលស្រុកចង់អស់ទៀតហើយម៉ោងហ្នឹងហើយអត់ទាន់មានការផ្សះផ្សាជាតិទៀតអាហ្នឹងហើយដែលខ្ញុំនិយាយថាចំណុចដែលវាពិបាកប៉ុន្តែបងប្អូនមិនទាន់ហួសពេលទេយើងនៅតែព្រោះថៃនេះណាអត់ចិញ្ចឹមចិត្តឆ្លៀនពៀនខ្មែរទេយើងរស់នៅជាមួយប្រទេសថៃនេះយើងនឹងរស់នៅក្នុងស្ថានភាពបែបនេះមួយជីវិតរបស់បងប្អូនទាំងអស់ទៀតក៏ប៉ុន្តែកុំសួរថាតើមានយុត្តិធម៌ទេពីថៃយើងត្រូវសួរខ្លួនឯងវិញថាតើយើងអាចរកយុត្តិធម៌សម្រាប់ជាតិសាសន៍យើងបានដោយរបៀបណាដើម្បីទប់ភាពអយុត្តិធម៌របស់ថៃនិងសហគមន៍អន្តរជាតិដើម្បីទប់ភាពអយុត្តិធម៌របស់ប្រទេសថៃនិងសហគមន៍អន្តរជាតិនៅពេលនេះគឺមានតែកម្លាំងមហាសាមគ្គីរបស់ខ្មែរទេហើយកម្លាំងមហាសាមគ្គីរបស់ខ្មែរនេះគឺផ្ដើមចេញពីគណៈបកប្រជាជនកម្ពុជាដែលបំផ្លាញគេអស់ខ្ទេចខ្ទីយូរហើយដូច្នេះអត់ទាន់ហួសពេលទេហើយស្ដែងចេញមកធ្វើទៅដោះលែងលោកកម្មសខាដោះលែងអ្នកទោសមនសិការឲ្យអស់ហើយចាប់ផ្ដើមស្អំពីនឹងមកហើយចាំមើលតើប្រជាពលរដ្ឋនឹងបាក់ភ្លុកទឹកភ្លុកដីយ៉ាងណាដើម្បីគ្រប់គ្រងសម្លេងយ៉ាងសពថ្ងៃនេះកំពុងតែនៅតែមានមន្ទិលទៀតថាគណៈបកកណ្ដាលអំណាចនៅតែកេងចំណេញនយោបាយហើយនៅតែធ្វើកិច្ចការជាមួយគ្នាក្នុងក្រសែភ្នែកមួយថាភ័យខ្លាចថាគណៈបកប្រជាជនកម្ពុជាកេងចំណេញនយោបាយទៀតឥឡូវថ្ងៃនេះគឺក្រុមលោកហ៊ុនម៉ាណីដែលជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាដែលលោកហ៊ុនម៉ាណីគឺជាកូនប្រុសរបស់លោកហ៊ុនសែនគាត់ដឹកនាំកែនមនុស្សបានរាប់ពាន់ដល់ម៉ឺននាក់ដើម្បីហាយក្បួនដើរពីផ្សាររាត្រីទៅវិមានឯករាជ្យដើម្បីសន្តិភាពបងប្អូនឃើញគាត់កែនមនុស្សបានច្រើនទេហើយអ្នកណាមិនចង់ចូលរួមនៅក្នុងក្បួនហាយសន្តិភាពមានទាំងបរទេសមានទាំងខ្មែរណាក៏ស្រឡាញ់សន្តិភាពដែរតែយើងអត់មានសន្តិភាពទេបងប្អូនទទួលស្គាល់បានទេមិនអញ្ចឹងហ៎ដែលយើងអរគុណសន្តិភាពពេញមាត់ហ្នឹងអត់មានទេណាសន្តិភាពឃើញនៅសន្តិភាពវាអត់មាននៅពេលដែលយើងបាច់បាក់គ្នាយើងកំចាយគ្នាហើយឥឡូវមានសត្រូវប្រចាំមិត្តដែលជាប្រទេសជិតខាងយើងមកឈ្លានពានយើងខ្ញុំកោតសរសើរឲ្យលោកហ៊ុនម៉ាណីដែលខំប្រឹងកែនមនុស្សបានរាប់ម៉ឺននាក់ដើម្បីចូលរួមហាយក្បួនដើម្បីសន្តិភាពប៉ុន្តែអ្វីដែលធ្វើនេះគឺគ្រាន់តែជាទឹកមួយដំណក់នៅក្នុងមហាសាគរដ៏ធំធេងទេខ្ញុំលើកទឹកចិត្តឲ្យខ្មែរយើងសាមគ្គីគ្នាយ៉ាងបន្តទៅទៀតប៉ុន្តែមិនមែនសាមគ្គីគ្រាន់តែដើរហាយក្បួននឹងបានជោគជ័យទេវាជាសារមួយល្អហើយប៉ុន្តែយើងត្រូវធ្វើឲ្យលឹះនឹងទៀតគឺឆន្ទៈនយោបាយនៅក្នុងការបង្រួមជាតិខ្មែរឲ្យមែនតើយើងស្រែកហៅអន្តរជាតិឲ្យជួយពេលនេះដូចសុំភ្លើងយ៉ាក់ចឹងបងប្អូន
យើងមិនតាំងហ៊ានស្រែកប្រាប់អាមេរិកឲ្យឈប់ទម្លាក់គ្រាប់ F16 ទៅលើសម្រាប់ទាហានខ្មែរបានផងរដ្ឋាភិបាលខ្មែរសប្តាហ៍ថ្ងៃម៉ោងនេះអត់ទាន់ចេញលិខិតណាមួយទៅលោកត្រាំប្រាប់ថានៅឯងផ្អាកថៃកុំឲ្យទម្លាក់គ្រាប់បែកបានទេអត់ទាន់មានទេមានថ្កោលទោសជុំទិសប៉ុន្តែលិខិតមួយសរសេរទៅលោកត្រាំគឺសរសេរមិនបានបងប្អូនបើឃើញលិខិតហ្នឹងជួយប្រាប់ខ្ញុំផងខ្ញុំនឹងផ្សាយឲ្យហែកមេឃហ្មងសរសើររដ្ឋាភិបាលកម្ពុជាដែលសរសេរលិខិតទៅលោកត្រាំទាមទារឲ្យលោកត្រាំជួយធ្វើមិនឲ្យថៃឈប់ប្រើអាយន្តហោះ F16 ឬក៏ហាមដាក់ទណ្ឌកម្មថៃឲ្យចេញពីរដ្ឋាភិបាលបាទសុំទោសវាបាទសុំទោសវារអាក់រអួលទេខ្ញុំចង់និយាយថាបងប្អូនចាំមើលបើសិនជាម៉ោងនេះរដ្ឋាភិបាលកម្ពុជាអត់ទាន់សរសេរលិខិតទៅកាន់លោកត្រាំដើម្បីឲ្យថៃឈប់ប្រើយន្តហោះ F16 ទម្លាក់គ្រាប់លើដែនអធិបតេយ្យខ្មែរដែលបំពេញឈ្លានពានកិច្ចសន្យានិងលក្ខខណ្ឌលក់អាវុធទៅឲ្យថៃនៅឡើយទេគឺបើសិនជាកម្ពុជាធ្វើដូច្នេះហើយមានចុះហត្ថលេខាដោយលោកហ៊ុនម៉ាណែតសូមជួយប្រាប់ខ្ញុំផងខ្ញុំនឹងផ្សាយឲ្យរហែកមេឃឲ្យអរគុណរដ្ឋាភិបាលកម្ពុជាដែលមានភាពក្លាហាននៅក្នុងការសរសេរទៅលោកត្រាំដោយផ្ទាល់ក្នុងនាមជារដ្ឋាភិបាលយើងអត់ទាន់សរសេរទេយើងឃើញថ្កោលទោសថ្កោលអីទៅច្រើនប្រទេសលើកលែងតែអាមេរិកមួយរឿងលោកដូណាល់ត្រាំនឹងមួយយើងធ្លាប់សរសើរគាត់ឲ្យមានពានរង្វាន់ Nobel សន្តិភាពតែអារឿងលោកត្រាំតកតងនឹងការបញ្ជាទៅថៃឲ្យដាក់ទណ្ឌកម្មថៃរឿង F16 ហ្នឹងគឺយើងអត់ទាន់ឃើញមាននាយរដ្ឋមន្ត្រីខ្មែរធ្វើទេបើធ្វើមែនជួយប្រាប់ខ្ញុំផងក្រែងលោកខ្ញុំរំលងតែខ្ញុំអានច្រើនណាស់អត់ទាន់ឃើញសោះរឿងនេះគឺជារឿងសំខាន់ណាស់បងប្អូនជារឿងដែលត្រូវធ្វើជាចាំបាច់ហើយម្ដងទៀតការដែលយើងនាំគ្នាពួតដៃគ្នាដើម្បីហែសន្តិភាពហែអីល្អហើយបន្តធ្វើតទៅទៀតប៉ុន្តែត្រូវផ្ដើមចេញពីការធ្វើដោយបេះដូងទាំងអស់គ្នារួមសាមគ្គីគ្នាហើយគណៈបកប្រជាជនកម្ពុជាត្រូវតែដោះលែងអ្នកទោសមនសិការហើយបង្ហាញចំហហ្នឹងឲ្យជាពិសេសគឺចាប់ផ្ដើមដោយមេបកប្រឆាំងទៅមុនគឺលោកកឹមសុខាហ្នឹងឲ្យគាត់រួចពីទោសទណ្ឌលោករងឈុនសកម្មជនបរិស្ថានមេដាធម្មជាតិទាំង5នាក់លោកស្រុនស្រនសុភាសុនចន្ទធីលក្ខនឹងឲ្យអស់មកអាពេលហ្នឹងដែលខ្ញុំជឿថាយើងនឹងរឹងមាំមែនតើហើយចាប់ផ្ដើមពីពេលហ្នឹងទៅគឺយើងជួយយើងហើយគ្មានអ្នកណាជួយយើងបានព្រោះថៃចិញ្ចឹមមហិច្ឆតានឹងឈ្លានពានដែនអធិបតេយ្យកម្ពុជាគ្មានពេលស្រាកស្រានទេពីម៉ោងហ្នឹងទៅរាប់ចំនួនតទៅទៀតគឺកុំសួររឿងភាពយុត្តិធម៌ពីថៃយើងសួរថាតើយើងអាចរួមកម្លាំងគ្នាការពារដែនអធិបតេយ្យក្នុងនាមជាសម្លេងខ្មែរតែមួយតតាំងនឹងថៃបានដែរឬយ៉ាងណាតែប៉ុណ្្នឹងបើយើងនៅបន្តបែកបាក់គ្នានេះគឺជាឱកាសឲ្យថៃឈ្លានពានយើងបានហើយយើងគ្មានពេលនឹងតបគេខ្លាំងនិយាយជាមួយគេបានហើយរឿងដែលគួរឲ្យព្រួយបារម្ភមួយទៀតគឺរឿងទាយាទរបស់ត្រកូលថាក់ស៊ីនណាចាប់ផ្ដើមនឹងចូលមកបងប្អូនដែលអត់ឮសំឡេងបងប្អូនអាចថាដោយសារតែមិញវាគាំងអញ្ចឹងបងប្អូនចេញទៅហើយចូលមកវិញក៏បានដែរបើបងប្អូនផ្សេងណាឮសូមប្រាប់ខ្ញុំផងថាឮខ្ញុំនឹងបន្តទៅទៀតប៉ុន្តែមានបងប្អូនមួយចំនួនប្រាប់មកខ្ញុំថាអត់ឮសំឡេងទេប៉ុន្តែដូចខ្ញុំនិយាយចឹងមុនហ្នឹងវាមានការរអាក់រអួលអញ្ចឹងបងប្អូនដែលចូលមកអាចបាត់សំឡេងហើយចេញទៅវិញហើយចូលមកម្ដងទៀតអាចឮប៉ុន្តែបើបងប្អូនណាដែលនៅឮគឺយើងបន្តទៅទៀតជាងខ្ញុំបិទ show ហ្នឹងហើយធ្វើ show ម្ដងទៀតអញ្ចឹងសូមបងប្អូនដែលនៅ comment ប្រាប់ខ្ញុំផងថាមានឮតែម្នាក់ក៏ខ្ញុំនឹងបន្តទៅទៀតដែរព្រោះអីឮហើយបាទអូខេអរគុណច្រើនខ្ញុំនឹងបន្តទៅទៀតខ្ញុំចង់ជម្រាបជូនបងប្អូនថាថៃគឺអត់មានភាពសុខដុមរមនាជាមួយគ្នាបងប្អូនមានចាំទេលោកហ៊ុនសែនកំចាយតកូលថាក់ស៊ីនដោយសារតែគាត់បញ្ចេញខ្សែអាត់សម្លេងមួយរំលាយគ្រួសារតកូលនេះគឺអ្នកស្រីបៃថងឋានបាត់ពីតំណែងដោយសារតែខ្សែអាត់និយាយគ្នាសម្ងាត់ឲ្យលោកហ៊ុនសែនបញ្ចេញជាសាធារណៈអ្នកស្រីបៃថងឋានណាពេលឪពុកគាត់ជាប់គុកគាត់បានប្រាប់ថាពេលដែលផុតពីតំណែងនាយករដ្ឋមន្ត្រីគាត់ថាតកូលថាក់ស៊ីនលែងចូលនយោបាយដើម្បីស្អំចិត្តប្រជាពលរដ្ឋកុំឲ្យមួម៉ៅនឹងតកូលនេះពេកក៏ប៉ុន្តែម្សិលមិញនេះគឺគណៈបកភឿថៃរបស់តកូលថាក់ស៊ីននេះបានជ្រើសតាំងក្មួយរបស់លោកថាក់ស៊ីនមកកាន់តំណែងជាបេក្ខជននាយករដ្ឋមន្ត្រីលេខ1ប្រចាំគណៈបកភឿថៃក្នុងការបោះឆ្នោតជាតិនាថ្ងៃទី8ខែកុម្ភៈឆ្នាំ2026មានន័យថាម៉េចមានន័យថាត្រកូលថាក់ស៊ីនគឺនៅតែចង់ចូលមកដណ្ដើមយកប្រជាប្រិយហើយនឹងឆាកនយោបាយរបស់ថៃទៅទៀតហើយបើត្រកូលថាក់ស៊ីននេះឡើងមកកាន់អំណាចទៀតយើងដឹងហើយ 100% គឺនឹងមិនត្រូវគ្នាជាមួយនឹងរដ្ឋាភិបាលត្រកូលហ៊ុនទេព្រោះដោយសារអីធ្លាប់ឆ្លោះគ្នាកំចាយគ្នាខ្ទេចខ្ទីអស់ទៅហើយយើងមិនជឿបន់ស្រន់កុំឲ្យត្រកូលថាក់ស៊ីននឹងទាយាទរបស់គាត់ក្មួយរបស់លោកថាក់ស៊ីននឹងជាប់ឆ្នោតអីទៅកុំឲ្យថាប្របាក់ពេកមិនអញ្ចឹងអាហ្នឹងប៉ុន្តែយើងជានយោបាយថៃគណៈបកភឿថៃនឹងមានឥទ្ធិពលខ្លាំងសម្បើមណាស់នៅក្នុងគេហៅថាជាពិសេសពួកខាងបងប្អូនដែលបោះឆ្នោតនៅខាងអ៊ីសានណាគ្រប់គ្រងគណៈបកភឿថៃសម្បើមណាស់ដូច្នេះពួកគាត់នៅតែមានសម្លេងខ្លាំងដែលឥឡូវនេះដើម្បីឲ្យប្រជាប្រិយតកូលថាក់ស៊ីននៅគេយកទាយាទរបស់គេក្មួយរបស់ថាក់ស៊ីននេះគឺឈ្មោះជា
ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យមួយឈ្មោះថា Mahidol សាកលវិទ្យាល័យនៅទីក្រុងបាងកកដែលល្បីហើយគាត់ធ្វើជាសាស្ត្រាចារ្យនៅទីហ្នឹងហើយជាអនុប្រធានផ្នែកស្រាវជ្រាវនៅសាកលវិទ្យាល័យហ្នឹងទៀតផងក្មួយរបស់លោក Thaksin នេះគឺអាយុ46ឆ្នាំនៅក្មេងណាស់10ឆ្នាំបងអូនលោកហ៊ុនម៉ាណែត10ឆ្នាំឈ្មោះថាយុទ្ធឆាណាន់វង្សសវ៉ាតបាទលោកយុទ្ធឆាណាន់វង្សសវ៉ាតនេះគឺជាក្មួយបង្កើតរបស់លោក Thaksin ដែលត្រូវជាកូនរបស់ប្អូនស្រីរបស់លោក Thaksin ឈ្មោះថាយ៉ាវ៉ាផាវង្សសវ៉ាតអ្នកស្រីយ៉ាវ៉ាផាវង្សសវ៉ាតនេះគឺជាភរិយារបស់អតីតនាយករដ្ឋមន្ត្រីថៃគឺឈ្មោះថាលោកសុំឆៃវង្សសវ៉ាតអញ្ចឹងឈាមជ័រសុទ្ធតែអ្នកនយោបាយសុទ្ធតែនាយករដ្ឋមន្ត្រីដែរដែលគេយកមកកាន់ជាតំណែងនាយករដ្ឋបេក្ខជននាយករដ្ឋមន្ត្រីទី1ប្រចាំគណៈបកភឿថៃហើយម្សិលមិញនេះថ្ងៃនេះគឺពេលដែលបៃថងឋានអ្នកស្រីបៃថងឋាននិងស្វាមីចូលទៅសួរសុខទុក្ខលោក Thaksin នៅពន្ធនាគារលោក Thaksin ផ្ញើសារគាំទ្រក្មួយរបស់គាត់គឺលោកយុទ្ធឆាណាន់វង្សសវ៉ាតនេះពេញទំហឹងទៀតដែលធ្វើឲ្យអ្នកនយោបាយអ្នកគាំទ្រគណៈបកភឿថៃមានទឹកមាត់លេបថាបេក្ខជននាយករដ្ឋមន្ត្រីនេះគឺជាខ្សែរបស់ Thaksin បោះឆ្នោតឲ្យគាត់ក៏ដូចបោះឆ្នោតឲ្យតកូល Thaksin មកកាន់អំណាចវិញដូច្នេះរឿងនេះក៏ជារឿងមួយដែលមិនជាសប្បាយចិត្តម៉ានទេសម្រាប់កម្ពុជាបើសិនជាគាត់ជាប់ឆ្នោតមែននោះសម្រាប់ថ្ងៃទី28ខែកុម្ភៈព្រោះអីយើងបានស្រាយស្ពានជាមួយនឹងភាគីថៃមួយទៀតបើសិនជាអត់គាត់ជាប់ក៏ខាងគណៈបកប្រឆាំងថៃគឺគណៈបកប្រជាជនថៃមានបេក្ខជននាយករដ្ឋមន្ត្រីឆ្នើមដែលជាយុវជនឈានមុខដែរគឺលោកណដ្ឋភុងរួងបញ្ញវុឌ្ឍលោកណដ្ឋភុងរឿងបញ្ញវុឌ្ឍនេះគឺក៏ល្បីល្បាញដែរហើយអ្នកទាំងអស់នេះគឺសុទ្ធតែមានជំហរការពារដែនអធិបតេយ្យថៃគាត់ថាលោករឿងបញ្ញវុឌ្ឍគឺជំហររបស់គាត់រៀងដូចជាអាចនឹងផ្សះផ្សាជាមួយនឹងរដ្ឋាភិបាលថ្មីបានច្រើនតែយ៉ាងណារដ្ឋាភិបាលថៃមិនទុកចិត្តរដ្ឋាភិបាលកម្ពុជាទៀតទេនៅពេលតែមានខ្សែអត្តសម្លេងមកអញ្ចឹងយើងធ្វើមិនគឺយើងពង្រឹងផ្ទៃក្នុងរបស់យើងឲ្យខ្លាំងឲ្យខ្មែរខ្លាំងខ្មែរតែមួយខ្មែររួបរวมអញ្ចឹងយើងឥឡូវនេះគឺយើងមិនអាចទៅវាយថៃបានទេប៉ុន្តែយើងអាចទប់ថៃបានដោយសារតែយើងមូលមាត់គ្នាអញ្ចឹងហើយបានត្រូវការកម្លាំងជាតិនិយមហើយផ្ដើមចេញពីគណៈបកប្រជាជននៅក្នុងការបង្រួបបង្រួមជាតិហើយការបង្រួបបង្រួមជាតិនេះមិនអាចថាតែមាត់ទេគឺត្រូវធ្វើជាសកម្មភាពផងហើយបងប្អូនជាសាក្សីចាំមើលទៅតែយ៉ាងណាអ្វីដែលគួរឲ្យយើងគិតថាជារឿងមួយដែលគួរឲ្យសាទរដែរគឺដំណឹងនៅក្នុងការបាញ់គ្នានៅព្រំដែននេះគឺវាសន្ធាប់មែនហើយព្រោះថៃកំពុងតែវាយយកឲ្យបានទីតាំង 100% គ្រប់គ្រងដែលខ្លួនអត់ទាន់គ្រប់គ្រងបានមុននឹងជួបរដ្ឋមន្ត្រីការបរទេសអាស៊ានវិសាមញ្ញនៅថ្ងៃច័ន្ទនេះអញ្ចឹងនៅសល់2-3ថ្ងៃហ្នឹងគឺថៃនឹងវាយសន្ធាប់ខ្លាំងមួយសារទៀតដោយសារអីដោយសារតែកន្លែងណាដែលវាយអត់ទាន់បានគឺត្រូវវាយឲ្យបានឈរជើងមុននឹងចរចាព្រោះអីអាថ្ងៃដែលជួបរដ្ឋមន្ត្រីអាន់វ៉ាអ៊ីប្រាហ៊ីមរបស់ម៉ាឡេស៊ីដែលជាប្រធានអាស៊ានបដូវវេនហ្នឹងគឺរៀបចំកិច្ចប្រជុំដែលថៃសុំលើកពេលមួយអាទិត្យទៅហើយដើម្បីវាយអត់ទាន់យកកន្លែងណាអស់ទៀតហ្នឹងគេថាគេមិនទាន់រៀបរយតាមពិតមិនមែនមិនទាន់រៀបរយគឺមិនទាន់វាយយកបានធានាថាឈរជើងបានទាំងស្រុងព្រោះប្រទីនបតុងទៅវិញទៅមកអញ្ចឹងណាហើយបើថៃច្បាស់ 100% ថាវាយគ្រប់គ្រងតំបន់ទាំងអស់នោះបានហើយថ្ងៃច័ន្ទហ្នឹងច្បាស់ណាស់នឹងមានកិច្ចព្រមព្រៀងការត្រូវរើគ្នាអីមួយហើយព្រោះថៃចង់បានតាប្រាប់ស្អំចិត្តប្រជាប្រដ្ឋថៃខ្លួនឯងថាណែឥឡូវវាយបានប៉ុណ្ណេះហើយបើថាចរចាយ៉ាងម៉េចគឺមានទម្ងន់ណាគឺខូចអញ្ចឹងអត់មាននិយាយទៅវាយបដាចរចាបដាដាក់សម្ពាធកម្ពុជាបដាហើយគាត់ថាមេតបថៃថ្ងៃនេះអះអាងថាគេអត់មានគោលដៅឬក៏ផែនការគ្រប់គ្រងវាយយកខេត្តកោះកុងដោយពាក្យចចាមអារាមទេហើយពាក្យចចាមអារាមហ្នឹងក៏វាមិនត្រូវអីដែរមាននរណាមកហ៊ានវាយយកខេត្តយើងទាំងមូលនោះទៅចាញ់ឃោសនាសង្គ្រាមចិត្តសាស្ត្ររបស់ថៃអីថៃអាចវាយយកបានតែតំបន់ត្រួតស៊ីគ្នាកន្លែងណាតំបន់ដែលមានភាពប្រទីនបតុងគ្នាដែលមួយប្រើផែនទីមួយលើ 50,000 មួយប្រើផែនទីលើ 200,000 ទេអ្វីដែលជាដែនអធិបតេយ្យរបស់កម្ពុជាខេត្តអីផ្សេងនោះវាច្បាស់ចេះហ្នឹងថៃមិនអាចវាយមកបានទេឃើញតម្លាក់គ្រាប់ដល់ស្រីស្នំដោយសារថៃចោទថាហ្នឹងមានដេប៉ូគ្រាប់បែកគ្រាប់កាភ្លើងយើងលាក់នៅហ្នឹងឬបាញ់ចេញពីហ្នឹងលេះរបស់គេទេបាទដូចចឹងហើយបានថាអាចមកពីអញ្ចឹងបានយើងអត់អាចហ៊ានប្រើអាសំណាញ់មេឃហ្នឹងព្រោះបើសំណាញ់មេឃហ្នឹងបាញ់ចេញពីកន្លែងណាគឺថៃជញ្ជ្រុំកន្លែងហ្នឹងខ្ទេចទីយកលេះថាយើងបង្កហានិភ័យដល់ស្រុកគេអញ្ចឹងណាបាទឥឡូវនៅក្នុងពេលដែលថៃកំពុងតែផ្សព្វផ្សាយព័ត៌មានឬក៏ថាគេគ្រប់គ្រងតំបន់នេះគ្រប់គ្រងតំបន់នោះមានតុងជ័យផងមានអីដោតនឹងច្រកអានសេះផងភាសាតាកបីខាងក្រសួងការពារជាតិអ្នកស្រីម៉ាលីសុជាតាអ្នកនាំពាក្យបានទាមទារឲ្យភាគីថៃបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតលៀបពណ៌កម្ពុជាខ្ញុំអាសូរអ្នកស្រីម៉ាលីសុជាតាណាគាត់ខំប្រឹងមែនតើនៅក្នុងការជួយតបតទៅថៃវិញព្រោះអីប្រព័ន្ធព័ត៌មានមិនពិតហ្នឹងក៏ច្រើនហើយខ្ញុំថាកម្ពុជាលំបាកណាស់លំបាកទាំងក្រសួងការពារជាតិលំបាកទាំងក្រសួងព័ត៌មានកម្ពុជាលំបាកទាំងរដ្ឋាភិបាលកម្ពុជាទៅទប់ព័ត៌មានមិនពិតគេនេះគឺមានតែអំពាវនាវរាល់ដងគាត់ខំប្រឹងយកបោះត្រាថាคล้ายប៉ុន្តែវាអត់មានប្រសិទ្ធភាពអីប្រមាណទេបងប្អូនដោយសារអីយើងវាអត់មានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរបស់យើងរឿងតែប៉ុណ្្នឹងតាដល់អញ្ចឹងខ្ញុំអាណិតអ្នកស្រីម៉ាលីសុជាតាដោយសារអីទៅអំពាវនាវពួកខាងរំលោភឲ្យឈប់រំលោភ
ហើយឈប់រំលោភហើយឈប់ប្រើប្រាស់អាព័ត៌មានរំលោភថាចោតជនរងគ្រោះទៅជាជនប្រព្រឹត្តអីវិញទៅបំបគេអញ្ចឹងវិញណាអាណិតណាអាណិតត្រង់ហ្នឹងព្រោះអីយើងវាអត់មានប្រព័ន្ធយើងដើម្បីទប់គេបានថាក៏ជ្រួចចុះអាយន្តហោះបដិញទៅយើងទប់គេអត់បានឥឡូវសពាវុធនៅក្នុងការផ្សព្វផ្សាយព័ត៌មានទប់ថៃយើងទប់អត់បានដែរព្រោះអីព័ត៌មានអន្តរជាតិរបស់យើងជាភាសាអង់គ្លេសហ្នឹងគឺមានតែព័ត៌មានគេហៅថាគ្រប់គ្រងខុសសនិករបស់រដ្ឋាភិបាលដែលគេអត់ជឿយូរហើយ